ជំរាបសួរបងប្អូនទាំងអស់គ្នាមកញ៉ាំគោកិច្ចមួយខ្ញុំបងប្អូនអាចថាជាគោកិច្ចក៏បានគោតកួនក៏បានដែរបងប្អូននិយាយទៅថ្ងៃហ្នឹងអាកាសធាតុរៀងត្រជាក់ដោយសារភ្លៀងអញ្ចឹងទៅអត់ដឹងនឹកឃើញធ្វើអីញ៉ាំក៏នឹកឃើញថាធ្វើគោតកួននិងគោកិច្ចហ្នឹងទៅខ្លាយបងប្អូនដោយសារថ្ងៃនេះខ្ញុំមានបន្លែនៅសល់អញ្ចឹងទៅខ្ញុំមកឆ្នៃដាក់ចូលគ្នាហ្មងអញ្ចឹងណាហើយបន្លែខ្ញុំថ្ងៃនេះមានដូចជាការ៉ុតខ្ទឹមបារាំងតកួនស្ពៃបូកូតែយើងយកអាទូចណាបងប្អូនយកទូចហ្នឹងហើយយើងយកមកហើយថ្ងៃនេះខ្ញុំមានសាច់គោសាច់ស្រួយបងប្អូនសាច់គោហ្នឹងខ្ញុំយកមកប្រឡាក់គ្រឿងវាបន្តិចទៅវាមានដូចជាប្រេងខ្យងប្រេងអូលីវស្ករប៊ីចេងហើយយើងហាន់វាប្រទះល្មមយើងញ៉ាំអញ្ចឹងណាមកឆាប់ឆ្អិនជាមួយនឹងបន្លែហើយខ្ញុំផ្អាប់វាទុកប្រហែលជា10ទៅ15នាទីអញ្ចឹងណាបងប្អូននិយាយទៅអធិស្ឋានផងថ្ងៃនេះខ្ញុំអត់បានថតវិធីបុកទឹកត្រីក៏ដូចជាទឹកតៅហ៊ូទេថ្ងៃនេះខ្ញុំធ្វើមានទឹកជ្រក់មានពីររសជាតិទី1ទឹកតៅហ៊ូនិងទឹកត្រីកោះកុងហើយក៏ឆ្លៀតធ្វើអំបិលម្រេចមួយមុខទៀតឯលោកកូនខ្ញុំគាត់ញ៉ាំអញ្ចឹងណាបងប្អូនហើយដូចក្នុងរូបអញ្ចឹងនេះខ្ញុំចាប់ផ្ដើមដាក់ទៅលើចានគោតកួនរបស់យើងអញ្ចឹងណាហើយគ្រឿងក្រៅនេះមានតែប៉ុណ្្នឹងនេះសាច់ស្រួយបងប្អូនទិញបានមកល្អមែនតើថ្ងៃហ្នឹងហើយសាច់នឹងប្រឡាក់ទៅវាចាប់ជាតិគ្នាល្អណាបញ្ចូលសលេងនឹកឃើញចង់ញ៉ាំទៀតដោយសារតែភ្លៀងដល់ពេលមេឃត្រជាក់អញ្ចឹងអត់ដឹងធ្វើអីដល់ពេលវាក្តៅយើងញ៉ាំមួយទឹកតៅហ៊ូទឹកត្រីបុកអញ្ចឹងដូចរៀងចាប់ជាតិគ្នាអញ្ចឹងណាហើយសម្រាប់គ្រឿងក្រៅមានតែប៉ុណ្្នឹងបងប្អូនហើយការធ្វើងាយទេបងប្អូនដូចប្រាប់អញ្ចឹងនេះធ្វើភ្លាមអាចញ៉ាំភ្លាមអត់ចាំបាច់យើងចំណាយពេលអីច្រើនទេគាត់ថាតកួនថ្ងៃនេះខ្ញុំប្រើតកួនជ្រក់ទឹកហ្នឹងខ្ញុំយកមកសកថែមទៀតណាបងប្អូនដល់ពេលអញ្ចឹងទៅវាដាក់ទៅវាចូលជាតិគ្នាមួយបន្លែប្លុករបស់យើងដូចជាបន្លែខាងលើដែលខ្ញុំរាយរាប់ហ្នឹងណាហើយទឹកតៅហ៊ូថ្ងៃនេះខ្ញុំអត់បានថតដោយសារតែពេលធ្វើហ្នឹងអត់បានថតនិយាយទៅភ្លេចថតចឹងដល់ពេលអញ្ចឹងទៅទឹកតៅហ៊ូបងប្អូនក៏ប្រកាសជាចេះធ្វើហើយណាបងប្អូនទឹកតៅហ៊ូថ្ងៃនេះខ្ញុំប្រើជាទឹកដោះគោខាប់ណាអញ្ចឹងខ្ញុំអត់ប្រើស្ករទេខ្ញុំប្រើជាទឹកដោះគោហ្នឹងហើយវាចាប់ជាតិគ្នាមែនតើបូកផ្សំជាមួយនឹងអាកាសធាតុរៀងត្រជាក់ទៀតទៅបងប្អូនអើយជាតិណាហើយបើសិនជាបងប្អូនចង់ញ៉ាំអាចធ្វើញ៉ាំនៅផ្ទះបានហើយក៏អធិស្ឋានផងថ្ងៃនេះអត់បានដាក់តុកដាក់អីទេបងប្អូនដោយសារតែនឹកឃើញថាកតេញ៉ាំដោយសារមានកូនមានអីចឹងទៅយើងក្តៅស្រួលចាប់ញ៉ាំជុំគ្នាចឹងណាហើយក៏បដូរបរិយាកាសជូនគាត់ម្ដងទៅហើយដូចក្នុងរូបចឹងបងប្អូននេះនិយាយទៅថ្ងៃនេះសាច់ស្រួយទិញមកហ្នឹងគឺអត់មានសល់ទេបងប្អូននិយាយទៅគ្នាមកគ្រួសារទូចនេះល្មមហ្នឹងហើយក៏អរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបើសិនជាមានអីថ្មីទៀតខ្ញុំនឹងធ្វើដាក់ជូនបងប្អូនទៀតណាអរគុណច្រើន